មនុស្សយើងដែលអាចស្រឡាញ់គ្នាទៅបានឬក៏ការរួមរស់នៅជាមួយគ្នាបានហ្នឹងក្នុងន័យពុទ្ធិកាព្រះអង្គសម្ដែងថាមកអំពីមានហេតុពីរទី1ព្រោះតែមនុស្សនោះគឺថាធ្លាប់រួមរស់ជាមួយគ្នាក្នុងកាលមុននិងទី2គឺធ្លាប់ធ្វើឧបការៈដល់គ្នានឹងក្នុងពេលបច្ចុប្បន្នព្រោះតែហេតុទាំងពីរនេះហើយទើបធ្វើឲ្យមនុស្សយើងនឹងចេះមានសេចក្តីស្រឡាញ់គ្នាទៅបានចំណុចទី1ត្រង់ថាមនុស្សយើងធ្លាប់រួមរស់ជាមួយគ្នាក្នុងការមុនណាព្រោះក្នុងដំណើរសង្សារវដ្តយើងដឹងហើយថាក្នុងន័យពុទ្ធិកាព្រះអង្គសម្ដែងថាធ្លាប់ជាម្ដាយជាមួយគ្នាក៏មានជាបងជាប្អូនជាប្តីជាប្រពន្ធទាំងអស់គ្នានឹងក្នុងដំណើរដែលថាអ្នកណាម្នាក់ដែលមិនធ្លាប់ជាម្ដាយអ្នកណាម្នាក់ដែលមិនធ្លាប់ជាឪពុកធ្លាប់ជាបងជាប្អូនអីហ្នឹងវាអត់មានទេអញ្ចឹងពេលណាដែលថាបានធ្វើល្អជាមួយគ្នារួមរស់ជាមួយគ្នាអញ្ចឹងទៅតែបើថាបច្ចុប្បន្នជាតិមានការប្រែប្រួលយ៉ាងណាប៉ុន្តែពេលដែលឃើញគ្នាអាចថាមាននិស្ស័យដូចយើងថាមនុស្សខ្លះពេលដែលយើងកលេចឃើញទៅមើលទៅគួរឲ្យចង់រាប់អានល្អប្រសើរមើលទៅប៉ុន្តែមនុស្សផ្សេងទៀតពេលខ្លះយើងឃើញយើងអត់ចង់រាប់អានឬក៏អត់ចង់និយាយរកជាដើមមិនមែនថាយើងធ្លាប់បាននិយាយឬក៏ស្អប់គ្នាពីមុនទេប៉ុន្តែអាសភាពក្នុងចិត្តរបស់យើងនឹងចង់បង្ហាញថាมันសមគួរដល់ការខ្សែគប់ជាដើមអានេះគ្រាន់តែហេតុពីអតីតដែលយើងបានធ្វើមកមិនល្អជាមួយគ្នាអីចឹងទៅមានការគុំមានការស្អប់គ្នាពីអតីតទៅបានជាក្នុងបច្ចុប្បន្ននេះយើងឃើញគ្នាយើងអត់រីករាយជាមួយគ្នានោះទេប៉ុន្តែនៅក្នុងសេចក្តីហ្នឹងថាទី1ព្រោះតែបុគ្គលនោះធ្លាប់បានធ្វើឧបការៈឬក៏ធ្លាប់នៅរួមរស់ជាមួយគ្នាក្នុងពេលមុនមកពីអតីតជាតិក្នុងអត្តភាពណាមួយទៅបានជាហេតុហ្នឹងធ្វើឲ្យស្រឡាញ់គ្នាទៅបាននិងចំណុចមួយទៀតដោយសារតែបុគ្គលនោះបានធ្វើឧបការៈដល់គ្នានឹងគ្នាក្នុងពេលបច្ចុប្បន្នចេះជួយយកអាសាធ្វើសេចក្តីល្អដល់អញ្ចឹងទៅពេលដែលគេមើលទៅគេថាមនុស្សនេះល្អសមគួរដល់ការរាប់អានបានចេះជួយអ្នកដទៃគាត់មិនឆ្មើងឆ្មៃឬក៏ហេតុអ្វីដទៃផ្សេងទៀតវាធ្វើឲ្យត្រូវចិត្តក្នុងពេលបច្ចុប្បន្ននេះក៏ទៅជាថាអាចរាប់អានគ្នាបានព្រោះតែហេតុទាំងពីរយ៉ាងហ្នឹងហើយបានព្រះអង្គសម្ដែងថាមនុស្សយើងដែលអាចស្រឡាញ់គ្នាទៅបានវាមិនមែនអត់ហេតុទេគឺមានហេតុពីរនឹងឯងទី1ព្រោះតែធ្លាប់បានរួមរស់ឬក៏រស់នៅជាមួយគ្នាក្នុងពេលអតីតនិងបច្ចុប្បន្ននេះគឺបានធ្វើឧបការៈគុណដល់គ្នានឹងក្នុងពេលបច្ចុប្បន្ននេះធ្លាប់បានធ្វើឧបការៈដល់គ្នានឹងគ្នាអញ្ចឹងទៅក៏មានការស្រឡាញ់គ្នាទៅបាននៅក្នុងគម្ពីរធម្មបទកថាលើករឿងព្រាហ្មណ៍កុក្កដមិត្តនោះដែលប្រពន្ធរបស់គាត់ហ្នឹងគឺជាកូនសេដ្ឋីធីតាគឺជាអ្នកមានទ្រព្យម្ដាយឪពុករស់នៅដោយបានន័យថាដោយការឲ្យរស់នៅដោយមានសេចក្តីសុខស្រួលមានប្រាសាទល្អប្រសើរប៉ុន្តែព្រាហ្មណ៍កុក្កដមិត្តនេះគាត់គឺជាអ្នកបរបាញ់សត្វទេដឹកសត្វដឹកអីទៅលក់ទៅប៉ុន្តែនាងកលធីតាហ្នឹងពេលដែលឃើញកុក្កដមិត្តតាមបង្អួចមកស្រាប់តែថាមានសេចក្តីស្រឡាញ់យើងគិតមើលថាតែនាងហ្នឹងកូនគេអ្នកមានអ្នកមុខអ្នកការមិនបានទៅជាស្រឡាញ់ព្រានព្រៃអញ្ចឹងនឹងក្នុងន័យហ្នឹងចង់បញ្ជាក់ថាវាអាចកើតចេញអំពីហេតុដែលធ្លាប់រួមរស់ជាមួយគ្នាក្នុងពេលមុនហើយក៏ដើរតាមគេសពគ្រប់ចឹងទៅក៏បានរួមរស់ជាមួយគ្នាហ្នឹងមានបុត្រដល់ទៅ7នាក់ហើយមិនមែនជាបុត្រជនធម្មតាទេណាគឺជាព្រះសោតាបណ្ណបុគ្គលប៉ុន្តែសេចក្តីស្នេហាឬក៏នៅក្នុងអារម្មណ៍កាមគុណហ្នឹងនៅប្រព្រឹត្តទៅមានបុត្រអីចឹងទៅដល់ទៅ7នាក់រហូតដល់ពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គនិមន្តមកប្រោះចឹងទៅបានសម្រេចពធទាំងស្វាមីរបស់នាងព្រមជាមួយនឹងកូនទាំង7នាក់បន្ថែមចឹងទៅអញ្ចឹងនៅក្នុងសេចក្តីនេះគ្រាន់តែចង់លើកបញ្ជាក់ត្រង់ចំណុចថាមនុស្សខ្លះពេលដែលយើងឃើញហើយថាមានសេចក្តីស្រឡាញ់ចង់រាប់អានមើលទៅវាថាវាពេញចិត្តវាត្រូវចិត្តណាប៉ុន្តែអ្នកខ្លះទៀតអត់ទេមិនមែនថាយើងអត់មានមេត្តាធម៌ទេយើងមានអានេះគ្រាន់តែថាប្រយោគពីអតីតឬក៏ប្រយោគពីបច្ចុប្បន្នហ្នឹងដោយការប្រព្រឹត្តទៅស្រឡាញ់បានឬក៏អត់តែបើយើងគិតមួយចំណុចថាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងឲ្យយើងគ្រប់គ្នានឹងមានមេត្តាដល់គ្នានឹងគ្នាទោះបីជាថាសត្វដែលជាទីស្រឡាញ់ក៏ដោយមិនជាទីស្រឡាញ់ក៏ដោយត្រឹមតែជាមេត្តាចិត្តទៅដើម្បីឲ្យសពសត្វទាំងឡាយបានសេចក្តីសុខរឿងសេចក្តីស្រឡាញ់ឬក៏មិនស្រឡាញ់អាហ្នឹងគឺជារឿងមួយទៀតដែលថាវាអាចមានហេតុមានបច្ច័យឲ្យត្រូវគ្នាឲ្យស្រឡាញ់គ្នាអាចរួមរស់ជាមួយគ្នាឬក៏ថាជាស្វាមីភរិយាទៅបានហ្នឹងអញ្ចឹងអ្វីដែលចង់ចុចសំខាន់នៅត្រង់ចំណុចនេះឬក៏ពធនៅក្នុងសេចក្តីនេះចង់បញ្ជាក់ថាមនុស្សយើងដែលអាចស្រឡាញ់គ្នារីករាយឬក៏ស្គាល់រកគ្នាទៅបានហ្នឹងវាមានហេតុបច្ច័យ2យ៉ាងដូចតែបានលើកមកអញ្ចឹងបើពុកដូច្នោះទេពេលខ្លះឃើញក៏មិនស្រឡាញ់ឃើញក៏មិនរីករាយដូចថាវាអត់ត្រូវអធ្យាស្រ័យណានៅក្នុងចំណុចមួយទៀតព្រះអង្គសម្ដែងថាមនុស្សយើងដែលត្រូវគ្នាដោយធាតុភាពជាបណ្ឌិតរត់រកភាពជាបណ្ឌិតភាពជាបុគ្គលអន្តពាលប្រព្រឹត្តទៅនៅក្នុងលបែងលបាំអំពើអកុសលផ្សេងគឺគាត់រត់រកគ្នាគាត់នឹងឯងឃើញទេបើថាគាត់មកខ្សែគប់ត្រូវគឺលំបាក
ប៉ុន្តែបើគាត់ទៅរកគ្នាគាត់ហ្នឹងបានន័យថាมันចាំបាច់មានអ្នកណាអស់ទាញច្រើនទេតាគឺទៅឯងប៉ុន្តែបើភាពជាបុគ្គលជាបណ្ឌិតដែលមាននៅក្នុងសន្តានចិត្តរបស់ខ្លួនឯងណាអាហ្នឹងគឺថាមកប្រព្រឹត្តអំពើល្អនឹងឯងមិនចាំបាច់ដឹកនាំច្រើនឬក៏ណែនាំច្រើនទេក៏បុគ្គលនោះមកដោយស្រួលដែរអាហ្នឹងបានថាមនុស្សយើងនឹងត្រូវគ្នាដោយធាតុប៉ុន្តែយ៉ាងណាក៏ដោយក្នុងនាមថាបើសិនជាស្រឡាញ់គ្នារាប់អានគ្នាហើយក៏ប្រព្រឹត្តទៅដោយមានមេត្តាថែមទៅទៀតទៅអាហ្នឹងរឹងរិតតែមានសេចក្តីប្រសើរសូមអនុមោទនា